នៅពេលដែលឃើញកុមារវៀតណាមកុមារនៅប្រទេសថៃគេហ្វឹកហ្វឺនផ្នែកកងទ័ពផ្នែកយោធានេះមានមនុស្សមួយក្រុមមិនតូចតាចប្រមាណនេះចំនួនធំដែរដែលបានផុសផងแชร์ផងខមមិនផងថាប្រទេសគេបរោះមនុស្សតាំងពីក្មេងឲ្យចេះធ្វើសង្គ្រាមចេះកាន់អាវុធឯប្រទេសឯងគេគិតតែពង្វក់រឿងស្រាពង្វក់រឿងស្អីចឹងទៅរហូតមកដល់ពេលដែលចំនួនព្រំដែនកម្ពុជាថៃក៏មនុស្សមួយចំនួននឹងបានវាយបហាវិស័យយោធារបស់កម្ពុជាទាំងដែលអ្នកទាំងអស់នោះអ្នកខ្លះក៏ដឹងអ្នកខ្លះមិនដឹងត្រង់ថាការងារយោធាគេលាក់បាំងណាស់អ្នកដែលមិនដឹងនឹងមិនដឹងថាការងារយោធាត្រូវបានលាក់បាំងទេចេះឲ្យចង់បង្ហាញនេះបង្ហាញនោះអីចឹងទៅហើយមានអ្នកស្ម័គ្រចិត្តចូលរួមចង់ចូលរួមធ្វើជាកងទ័ពដើម្បីវាយទៅសៀមចំណែកឯរឿងកាតព្វកិច្ចយោធាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានប្រកាសតាំងពីមុនសង្គ្រាមមកម្លេះថាឆ្នាំ2026នឹងមានច្បាប់កាតព្វកិច្ចយោធានឹងអនុវត្តច្បាប់កាតព្វកិច្ចយោធាប៉ុន្តែដល់ពេលដែលកម្ពុជាមានសង្គ្រាមហើយចំពេលដែលយើងអនុវត្តកាតព្វកិច្ចយោធាវាបែរជាមានមតិមួយចំនួនបានលើកឡើងថាការធ្វើកាតព្វកិច្ចយោធានេះគឺសម្រាប់យកទៅច្បាំងជាមួយសៀមនៅជួរមុខពិតណាស់កងទ័ពគឺបង្កើតឡើងដើម្បីការពារបូរណភាពទឹកដីហើយជីវិតប្រជាជនសម្បត្តិគេមរតកដែលដូនតាបានបន្សល់ឲ្យក្នុងលក្ខខណ្ឌដែលលះបង់ជីវិតគឺត្រូវតែលះបង់ដូចគ្នាសំណាងដែលខ្ញុំវាកើតមិនទាន់ដល់ពេលខ្ញុំកើតមកវាហួសពេលកាតព្វកិច្ចយោធាចំណែកឪពុកខ្ញុំក៏បានលះបង់ដើម្បីជាតិរួចហើយដែរសពថ្ងៃគាត់គឺជាយោធិននិវត្តន៍ដែលគាត់ពិការជើងទាំងពីរបាទដូច្នេះបើសិនជាកាតព្វកិច្ចយោធានេះអនុវត្តពេញលេញកូនខ្ញុំក៏ខ្ញុំគាំទ្រឲ្យគាត់បំពេញតួនាទីនេះដែរពីព្រោះវាជាកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ដែលត្រូវបំពេញឆន្ទៈរបស់ខ្លួនឯងដែលខ្លួនឯងអះអាងថាខ្លួនឯងជាអ្នកស្នេហាជាតិហ៊ានលះបង់ដើម្បីជាតិពេលនេះច្បាប់កាតព្វកិច្ចយោធាគឺបំពេញបំណងបងប្អូនទាំងអស់គ្នានិងជាការសាកល្បងជាវិញ្ញាសាមួយបញ្ជាក់ទៅកាន់បងប្អូនទាំងអស់គ្នាថាតើពាក្យដែលបងប្អូនហាមាត់ថាស្នេហាជាតិស្រឡាញ់ជាតិនោះវាឆ្លុះបញ្ចាំងពីក្នុងចិត្តពីឆន្ទៈពិតប្រាកដឬអត់ឬគ្រាន់តែផុសแชร์ខមមិនឲ្យល្អមើលបើអញ្ចឹងច្បាប់កាតព្វកិច្ចយោធានេះហើយគឺជាលំហាត់មួយសម្រាប់បញ្ជាក់ថាយើងពិតជាស្នេហាជាតិមែនឬអត់ហ៊ានលះបង់ជីវិតដើម្បីជាតិមែនឬក៏អត់ពិតហើយច្បាប់យោធានេះគឺមិនមែនតម្រូវឲ្យអ្នកដែលជាប់កាតព្វកិច្ចត្រូវតែទៅច្បាំងជាមួយសៀមទេពីព្រោះយើងមិនមែនធ្វើសង្គ្រាមជាមួយសៀមមួយជីវិតទេវាគង់តែមានថ្ងៃដែលសង្គ្រាមនេះត្រូវចប់ដោះស្រាយរួចប៉ុន្តែច្បាប់នេះនឹងនៅជាធរមានជារៀងរហូតសម្រាប់ឲ្យកូនខ្មែរគ្រប់រូបមានចំណេះជំនាញផ្នែកយោធាខ្លះប្រសិនបើជាត្រូវការគឺមានស្រាប់មិនចាំបាច់យកទៅហ្វឹកហាត់សារថ្មីហើយយកទៅវាយទេបាទហ្វឹកហាត់ឆ្នាំនឹងឆ្នាំក្រោយបញ្ចប់10ឆ្នាំក្រោយមានសង្គ្រាមបងប្អូនអាចចូលទៅបានព្រោះបងប្អូនបានបំពេញកាតព្វកិច្ចយោធាមានបទពិសោធន៍រួចហើយប៉ុន្តែដល់ពេលយើងចង់ដល់រដ្ឋគេចាប់ផ្ដើមធ្វើការយើងបែរជារាថយយើងបែរជាយកលេសថាអញ្ចេះថាអញ្ចោះកូនអ្នកមានមិនបានទៅជួមុខកូនអ្នកក្រោយអ្នកទៅរងគ្រាប់កូនអ្នកក្រអ្នកទៅរងគ្រាប់អានឹងគឺជាលេសទេជាក់ស្ដែងបើយើងថាយើងធ្វើដើម្បីជាតិយើងលះបង់ទាំងជីវិតបាត់ហើយបើក្នុងករណីថាឲ្យខ្ញុំទៅធ្វើខ្ញុំទៅឲ្យតែព្រមពួកឆ្នាំនេះខ្ញុំអាយុ32បើច្បាប់គេថាឲ្យទៅធ្វើបានខ្ញុំទៅអត់បញ្ហាទេហើយបើបានធ្វើទៅហ៊ានខ្ញុំសុំនៅក្នុងក្របខ័ណ្ឌទៅហ៊ានរហូតបដ ாய் សុំធ្វើឲ្យតោះបានក្របខ័ណ្ឌទៅគាត់ចាស់ទៅស៊ីប្រាក់ខែអត្រែតនិយាយអញ្ចឹងបដ ாய் ទៅពួកពុកខ្ញុំចំគ្រួសារដោយសារប្រាក់វិវត្តដែលរដ្ឋបើកឲ្យហ្នឹងហើយបាទតែគាត់ពិការទៅគាត់បំពេញតួនាទីលែងកើតរដ្ឋក៏យកចិត្តទុកដាក់គេបានសង់ផ្ទះមួយខ្នងឲ្យនៅនឹងថាវិការប្រចាំខែដោយគេដោយឯងណាចឹងច្បាប់កាតព្វកិច្ចយោធានេះសំខាន់ណាស់គឺបានឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់រូបថាស្នេហាជាតិស្រឡាញ់ជាតិនោះឲ្យវាចេញមកជាការពិតទី2គឺបំពេញបំណងអ្នកដែលចង់បម្រើជាតិពិតប្រាកដទី3វាជាកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ទី4យកមកដើម្បីឲ្យឃើញថាកម្ពុជាក៏មានកាតព្វកិច្ចយោធាដែរមិនមែនទាល់តែប្រទេសជិតខាងទេប៉ុន្តែហេតុអីបានយូរហើយមិនធ្វើដោយសារប្រទេសយើងទើបតែចប់ពីសង្គ្រាមជាប្រទេសដែលស្ថិតនៅក្នុងការអភិវឌ្ឍស្ដួយស្ដើងឥឡូវនេះយើងគ្រាន់បានដែរហើយយើងអាចធ្វើកាតព្វកិច្ចយោធានេះបានហើយចឹងហើយថ្ងៃក្រោយទៅវានឹងលែងមានថាអូយកូនវៀតណាមគឺចេះកាន់កំភ្លើងតាំងពីក្មេងណាអញ្ចឹងបើសិនជាមានច្បាប់កាតព្វកិច្ចយោធានេះចេញជាធរមានហើយនោះអាចថាក្មេងៗក៏គាត់ចាប់ផ្ដើមចាប់អារម្មណ៍ដែរថ្នាក់ទី1ទី2ទី3ទៅគាត់ចាប់ផ្ដើមមានអារូបភាពនឹងដូចតែគ្នាទេបាទអាចថាតាមសាលាតាមអីគេចាប់ផ្ដើមបង្ហាញខ្លះអានេះខ្ញុំគិតទេណាគេបញ្យល់គេបង្ហាញខ្លះដើម្បីឲ្យមានមូលដ្ឋាន
ទៅបំពេញកាតព្វកិច្ចយោធានៅពេលដែលគ្រប់អាយុអញ្ចឹងវានឹងដូចវៀតណាមវានឹងដូចថៃនឹងហើយវាអត់ខុសគ្នាទេបាទចំណែកឯរឿងកូនអ្នកមានបានទៅជួមុខកូនអ្នកក្រទៅរងគ្រាប់វាប្រហែលជាមានកត្តាណាមួយដែលឆ្លុះបញ្ចាំងអញ្ចឹងមែនពីពេលកន្លងទៅឬក៏ពីពេលណាមួយប៉ុន្តែខ្ញុំជឿជាក់ថាកូនអ្នកមានកូនអ្នកធំមែនទែនគេបន់ឲ្យតែបានទៅទេពីព្រោះវាជាឱកាសសាងស្នាដៃយកគេឈ្មោះកិត្តិយសនឹងឡើងបុណ្យស័ក្តិអានឹងនិយាយពីទាហានក្របខ័ណ្ឌណាចំណែកឯទាហានកាតព្វកិច្ចគឺគ្រាន់តែហ្វឹកហ្វឺនបំពាក់បំពន់ឲ្យមានចំណេញយោធាក្នុងរយៈពេល2ឆ្នាំប៉ុណ្ណឹងមិនបានយកទៅប្រយុទ្ធទេណាពីព្រោះទ័ពបំរុងរបស់រាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាមិនខ្វះទេប៉ុន្តែបើក្នុងលក្ខខណ្ឌដែលច្បាំងទៅចំណាយកងទ័ពអស់បាត់ទៅហើយមិនឈ្នះមិនចាញ់គេអាហ្នឹងត្រូវហើយទាំងអស់គ្នាហ្នឹងមិនស្រួលអ្នកមិនជាប់កាតព្វកិច្ចក៏ទៅដែរខ្ញុំចង់និយាយថាច្បាប់កាតព្វកិច្ចយោធានេះមិនមែនតម្រូវឲ្យអ្នកទាំងអស់គ្នាត្រូវតែទៅជួមុខទេប៉ុន្តែបើតម្រូវក៏វាអត់ខុសពីព្រោះយោធាមានតួនាទីពលីដើម្បីការពារជាតិអញ្ចឹងសួរថាខុសហើយត្រូវហើយនេះយើងគិតថាយើងនឹងអន់ជាងចាស់ពីមុនផងអន់ជាងលោកអ៊ំលោកពូលោកឪពុកម្ដាយដែលជាកងទ័ពបច្ចុប្បន្ននេះផងអន់យ៉ាងម៉េចយើងបំពេញកាតព្វកិច្ចដោយសារតែច្បាប់បានចែងដោយសារតែច្បាប់ថានឹងគឺជាតួនាទីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបយុវជនខ្មែរគ្រប់រូបយុវនារីខ្មែរគ្រប់រូបចុះចាស់ដែលតស៊ូរំដោះជាតិដោយឪពុកខ្ញុំពីការដៃពីការជើងសម្ដេចដេជោពីការបណិតរបស់លោកហើយរបួសគ្រប់កន្លែងអិសរាជជនផ្សេងទៀតពីការផងរបួសផងគ្រប់សពកន្លែងតើគាត់មានចូលដោយសារតែកាតព្វកិច្ចយោធាទេគឺគាត់ចូលដោយស្ម័គ្រចិត្តហើយបង្ហាញពីឆន្ទៈស្នេហាជាតិរបស់គាត់ពិតប្រាកដហ្មងដោយសម្ដេចតេជោអីលោកចូលទៅមិនមែនដោយសារកាតព្វកិច្ចយោធាណាប៉ុន្តែលោកថាអានឹងគឺជាតួនាទីរបស់គាត់ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ទៅធ្វើយោធាដើម្បីរំដោះជាតិមានច្បាប់ទៅត្រួតគាត់រុញគាត់ចូលកងទ័ពឯណាគឺអាទឹកចិត្តស្នេហាជាតិរបស់គាត់នឹងធ្វើឲ្យគាត់ទៅហើយវាឆ្លុះបញ្ចាំងថាគាត់ជាអ្នកស្នេហាជាតិពិតប្រាកដបដ ாய் អញ្ចឹងយើងអាចថាយើងអន់ជាងចាស់ចំនួនមុនព្រោះយើងទៅដោយសារច្បាប់តែចាស់ចំនួនមុនមិនមានប្រាក់ខែមិនមានបានឡើងបុណ្យស័ក្តិអីទេសម័យខ្មែរក្រហមរត់ចូលព្រៃបានធ្វើមេកងពលមេអីមេកងអីចឹងទៅប៉ុន្តែមានអត់មានសាក់មានកាយពាក់ទេអត់មានប្រាក់ខែទេគេនៅទៅឃើញរហូតដល់ពេលនេះខ្លាយទៅជាថ្នាក់ដឹកនាំជាន់ខ្ពស់បរដ្ឋាភិបាលហើយយើងចូលទៅមានអត្ថប្រយោជន៍ច្បាប់តម្រូវឲ្យចូលមានឱកាសក្នុងការបំពេញកាតព្វកិច្ចយោធានិងជាទូនាទីយោធាក្របខ័ណ្ឌនៅថ្ងៃអនាគតមានសិទ្ធិសិក្សារៀនសូត្របន្តបើយើងសិក្សាទៅវាខុសឆ្ងាយពីកងទ័ពជំនាន់មុនឆ្ងាយណាស់ទាំងទឹកចិត្តនិងទាំងអត្ថប្រយោជន៍អញ្ចឹងថ្លឹងថ្លែងខ្លួនឯងយើងបានព្រៀបស្មើជាមួយកងទ័ពចំនួនមុនទេមិននិយាយអញ្ចឹងបង្អាប់ឬបំបាក់ទឹកចិត្តតែវាជាក់ស្ដែងអញ្ចឹងឥឡូវសួរមើលកងទ័ពខ្មែរក្រហមក្តីកងទ័ពរដ្ឋកម្ពុជាក្តីតើអ្នកណាមួយទៅចូលដោយសារកាតព្វកិច្ចគ្មានទេគឺចូលដោយសារទឹកចិត្តស្នេហាជាតិចង់រំដោះជាតិដណ្ដើមយកទឹកដីពីខ្មែរក្រហមដណ្ដើមទឹកដីពីលន់នល់ហើយធ្លាក់ចូលដៃខ្មែរក្រហមដណ្ដើមពីខ្មែរក្រហមមកដល់សប្តាហ៍ថ្ងៃដោយសារអាបេះដូងនេះស្រឡាញ់ជាតិស្នេហាជាតិមិនកាតព្វកិច្ចទេមិនច្បាប់កាតព្វកិច្ចសុំទោសប៉ុន្តែវាជាកាតព្វកិច្ចហើយយើងទៅរំដោះជាតិនោះក្នុងនាមយើងជាពលរដ្ឋខ្មែរប៉ុន្តែយើងឥឡូវនេះគឺច្បាប់កាតព្វកិច្ចតែនោះមិននេះគឺជាកាតព្វកិច្ចតែម្ដងដែលមិនមានចែងក្នុងច្បាប់តែមនុស្សគ្រប់គ្នាបានលះបង់ទៅធ្វើវារួចហើយក្រុមប្រឆាំងបានលៀបពណ៌ថាកុំទៅកាតព្វកិច្ចយោធានឹងគ្មានវាសនាបានពាក់ផ្កាយនិយាយទេកុំទៅកូនអ្នកក្រដល់ទៅងាប់ជួរមកកូនអ្នកមាននៅខាងក្រោយចុះពួកឯងរត់ចោលស្រុកឆ្ងាយពីព្រំដែនកម្ពុជារាប់ម៉ឺនគីឡូតើពួកឯងបានអីហើយពួកឯងមិនត្រឹមតែនៅខាងក្រោយទេពួកឯងនៅរត់ចោលអាខាងក្រោយនឹងទៀតឥឡូវវាថាកូនអ្នកមាននៅក្រោយកូនអ្នកក្រនៅមុខប៉ុន្តែពួកវានៅក្រោយកូនអ្នកមាននេះទៀតបានន័យថាវានៅឆ្ងាយពីព្រំដែនរាប់រយរាប់ម៉ឺនរាប់សែនគីឡូឃើញទេខ្ញុំមិនថាកូនអ្នកមាននឹងសិតតែនៅក្រោយទេប៉ុន្តែខ្ញុំចង់ឆ្លុះបញ្ចាំងថាវាថាអញ្ចឹងប៉ុន្តែវានៅក្រោយអានេះដែលវាថានៅក្រោយនឹងទៀតហើយវាថាវាអ្នកស្នេហាជាតិត្រូវការមនុស្សដើម្បីពង្រឹងសមត្ថភាពយោធាវាថាយើងនឹងយកមនុស្សទៅងាប់វាថាយើងនឹងយកមនុស្សទៅរងគ្រាប់វាថាយើងនឹងធ្វើដើម្បីការពារអំណាចវាថាយើងធ្វើដើម្បីនេះដើម្បីនោះដល់ទាហានខ្មែរកងទ័ពខ្មែរយោធាខ្មែរខ្សោយវាថាកងទ័ពខ្មែរនឹងខ្សោយមិនដឹងធ្វើម៉េចត្រូវចិត្តពួកវាអញ្ចឹងវីដេអូនេះសូមបកស្រាយប៉ុណ្ណឹងចុះសង្ឃឹមថាបងប្អូនបងពូមីងនឹងយោគយល់ហើយពិចារណាទាំងអស់គ្នាបាទសូមអរគុណ